ជំរាបសួរមកបងប្អូនសម្រាប់ថ្ងៃនេះផងដែរខ្ញុំចង់ចែកម្លែកពីបទពិសោធន៍ខ្លះៗដែលខ្ញុំរស់នៅចំការមកបងប្អូននេះគឺជាខ្សាច់ដែលនៅក្បែរកន្លែងខ្ញុំធ្វើការហ្នឹងគឺខ្សាច់នេះគឺខ្សាច់ធម្មជាតិទេនៅពេលភ្លៀងខ្លាំងគឺវាហូរជន់មកពីលើទៅហើយខ្សាច់នេះម៉ត់ល្អណាស់បងប្អូនហើយនឹងសស្គូសតែម្ដងហើយខ្ញុំឃើញខ្សាច់អញ្ចឹងក៏ខ្ញុំនឹកដល់ទ្រង់មន់របស់ខ្ញុំហើយខ្ញុំក៏យករទេះហើយប៉ែទៅចូលខ្សាច់ហ្នឹងដើម្បីយកទៅក្រាបបាតទ្រង់មន់របស់ខ្ញុំមកបងប្អូនខ្សាច់នេះគឺវាល្អមែនទែនយើងនៅពេលយើងយកដាក់ក្រាទ្រង់មន់អញ្ចឹងទៅគឺយើងងាយស្រួលក្នុងការសម្អាតលាមកមន់វាកាត់បន្ថយក្លិនស្អុយបានច្រើនណាស់បងប្អូនហើយធ្វើឲ្យទ្រង់មាន់របស់យើងវាមានសោភ័ណភាពវាស្អាតវាអីចឹងហើយសម្រាប់ទ្រង់របស់ខ្ញុំហ្នឹងគឺមានពីរប្រឡោះគឺខ្ទង់3ហើយខ្ញុំក៏បានយកខ្សាច់យកមកចាក់ចឹងទៅវារមាស់គេវាឲ្យស្មើទៅណាហើយនៅពេលមន់វាចូលលេចូលអីទៅគឺយើងងាយស្រួលក្នុងការបោះលាមកមន់ហើយអីហ្នឹងប៉ិនយើងត្រូវការមានកញ្ច្រែងសម្រាប់រែងយកលាមកមន់ដើម្បីយកទុកធ្វើជីកំប៉ុស្តបងប្អូន